បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel KSN នៅក្នុងវីដេអូនេះខ្ញុំសូមលើកយកមេរៀន Microsoft PowerPoint 2021មកធ្វើការចែកជូនបងប្អូនទាំងអស់គ្នាដើម្បីសិក្សាស្វែងយល់បាទហើយនៅក្នុងវីដេអូនេះដែរបាទសម្រាប់បងប្អូនយើងថ្មីដែលទើបតែចាប់ផ្ដើមដំបូងបងប្អូនអាចតាមដានវីដេអូខ្ញុំបានបាទដោយសារតែខ្ញុំធ្វើការបង្ហាញបងប្អូនមួយបាទចំណុចសំខាន់ជូនបងប្អូនដើម្បីសិក្សាស្វែងយល់បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលមកក្នុងមេរៀនយើងទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញបងប្អូនអំពី Home បាទការប្រើប្រាស់ Home បាទវីដេអូមុនយើងបានរៀនរួចហើយអំពី File បាទ File នេះយើងបានរៀនរួចហើយបាទឥឡូវយើងចូលដល់ Home បាទនៅក្នុង Home នេះបាទគឺមាន tool សំខាន់ជាច្រើនដើម្បីធ្វើការយកមកធ្វើការប្រើប្រាស់បាទអញ្ចឹងនៅក្នុងនេះបាទបងប្អូនដូចឃើញស្រាប់ហើយបាទយើងចូលមកក្នុង Home មកនៅក្នុងនេះវាមាន tool ដូចជាpaste ដូចជា cut ដូចជា copy ដូចជា format painter new slide បាទ layout reset បាទ section នឹងមានឧបករណ៍ជាច្រើនទៀតបាទឥឡូវដូចជាកន្លែង copy បាទ copy paste អីនេះបាទកន្លែងហ្នឹងបងប្អូនអាច select ចឹងមកបាទឧទាហរណ៍ថាបងប្អូនចង់ copy វាបងប្អូន select ចឹងមកយើងអាចចុចកន្លែងនេះមកបាទកន្លែងtool copy នេះណាបាទពេលដែលយើងចូលដល់កន្លែងហ្នឹងគឺក្នុងហ្នឹងគឺបានបង្ហាញនេះបាទ copy ហ្នឹងគឺស្មើនឹង shortcut key វាចុច control បូកជាមួយនឹងអក្សរ C បាទអញ្ចឹងយើងអាចប្រើប្រាស់លើ keyboard ហ្នឹងក៏បានដែរយើងចុច control បូកជាមួយនឹងអក្សរ C មកបាទយើងអាចយកទៅ copy នៅកន្លែងផ្សេងបានបាទឧទាហរណ៍ថាខ្ញុំចូលកន្លែងនេះមកហើយខ្ញុំផាសហើយនៅកន្លែងផាសនេះគឺមាន shortcut key នៅលើ keyboard របស់យើងបាទគឺចុច control បូកជាមួយនឹងអក្សរ V បាទយើងចុច control បូកជាមួយនឹងអក្សរ V បាទអញ្ចឹងវាចេញមកហើយបាទហើយឧទាហរណ៍ថាឥឡូវខ្ញុំចង់ copy កន្លែងហ្នឹងឲ្យប្រើនៅលើ tool នេះនៅលើឧបករណ៍នេះអញ្ចឹងខ្ញុំចុចនៅលើកន្លែងហ្នឹងមកបាទចុចមួយមកបាទអញ្ចឹងខ្ញុំចូលមកក្រោមនេះហើយខ្ញុំទម្លាក់មកបាទខ្ញុំចុចកន្លែងនេះបាទខ្ញុំ enter ទម្លាក់ហើយខ្ញុំយកមកផាសកន្លែងនេះបាទអញ្ចឹងខ្ញុំចុចផាសមកបាទគឺវាបានដូចគ្នាបាទហើយចំណែកបាទកន្លែងនេះឧទាហរណ៍ថាឥឡូវខ្ញុំចង់កាត់វាវិញអញ្ចឹងខ្ញុំ select មក select កន្លែងណាដែលខ្ញុំចង់កាត់វាឥឡូវឧទាហរណ៍ថាខ្ញុំចង់កាត់វាទៅត្រឹមនេះហើយខ្ញុំទុកកន្លែងហ្នឹងទុក2021ហ្នឹងដើម្បីរក្សាកម្រិតវាបាទអញ្ចឹងខ្ញុំ select ប៉ុណ្ណឹងមករួចហើយខ្ញុំចូលរូបកន្ត្រៃនេះបាទកន្លែងកាត់ហ្នឹងណាបាទអញ្ចឹងកន្លែងហ្នឹងគឺបានបង្ហាញដែរបាទនៅក្នុង keyboard របស់យើងគឺយើងអាចចុច control បូកជាមួយនឹងអក្សរ x បាទអញ្ចឹងយើងចុច control បូកជាមួយអក្សរ x មកបាទអញ្ចឹងគឺកាត់មកនេះបាទអញ្ចឹងខ្ញុំអាច select ខាងក្រោមនេះហើយខ្ញុំចុច control បូកមួយអក្សរ V បាទអញ្ចឹងគឺវាបានចុះមកក្រោមហើយបាទហើយយើងអាចប្រើប្រាស់នៅលើឧបករណ៍ហ្នឹងក៏បានដែរបងប្អូន select អញ្ចឹងមកបាទបងប្អូនធ្វើការ select បន្ទាប់មកបងប្អូនចុចនៅលើរូបកន្ត្រៃហ្នឹងបាទចុចមកបាទអញ្ចឹងវាកាត់ដូចគ្នាបាទបន្ទាប់មកយើងយកមកផាសនៅកន្លែងនេះមកហើយយើងអាចចុចនៅកន្លែងឧបករណ៍ផាសនេះមកបាទអញ្ចឹងគឺវាបានមកដែរបាទនេះគឺជាចំណែក copy paste បាទហើយចំណែក slide នេះបាទ new slide នេះនៅពេលដែលបងប្អូនចង់បាន select កិច្ចការថ្មី select slide ថ្មីបងប្អូនអាចចុចទៅលើកន្លែងហ្នឹងមកបាទប៉ុន្តែនៅក្នុងហ្នឹងបងប្អូនត្រូវដឹងថាតើបងប្អូនចង់ដាក់ slide ថ្មីហ្នឹងនៅកន្លែងណាបើសិនជាបងប្អូនចង់ដាក់បន្តពីកន្លែងនេះបាទបងប្អូនចង់ដាក់កន្លែងនេះណាឧទាហរណ៍ថានេះបងប្អូនចង់យកកន្លែងនេះឲ្យវានៅកន្លែងនេះប្រឡោះលេខ1និងលេខ2ហ្នឹងឲ្យវានៅកណ្ដាលហ្នឹងបាទអញ្ចឹងបងប្អូនឈរនៅកន្លែងហ្នឹងមកបន្ទាប់មកចុច new slide ហ្នឹងមកបាទអញ្ចឹងគឺវា load ហើយបាទអញ្ចឹងវាញែកនេះចុះមកក្រោមបាទហើយបើបងប្អូនចង់លុបវិញបងប្អូនអាចឈរនៅលើហ្នឹងហើយបងប្អូនអាច select ចុចនៅលើ keyboard ហ្នឹងបាទ key delete ហ្នឹងបាទអាហ្នឹងគឺលុបបានហើយហើយបងប្អូនចង់បាន select កិច្ចការថ្មី slide ថ្មីមកនៅខាងក្រោមនេះបងប្អូនឈរនៅលើហ្នឹងមកបាទហើយបងប្អូនយក new slide ហ្នឹងបាទគឺវាបានដូចគ្នាបាទហើយ delete បើសិនជាបងប្អូនចង់បានstyle ថ្មីមកថាឥឡូវយើងកន្លែងនេះគឺវាមាន two content បាទវាមានពីរវាមាន title ហើយនិង content បាទអញ្ចឹងបើសិនជាបងប្អូនចង់បាន style ថ្មីបងប្អូនអាច select នៅខាងក្រោមនេះកន្លែងសញ្ញាព្រួយនេះណាបាទបងប្អូនចុចកន្លែងហ្នឹងមកតម្លាក់មកបាទបងប្អូននឹងឃើញអញ្ចឹងបងប្អូនអាចជ្រើសរើសបាទទំហំបែបនេះក៏បានដែរបាទយើងជ្រើសរើសទម្រង់នេះមកក៏បានយើងជ្រើសរើសទម្រង់ណាដែលវាប្លែកចេញពីកន្លែងនេះបាទឥឡូវឧទាហរណ៍ថាខ្ញុំជ្រើសរើសទម្រង់មួយនេះចុះបាទវាប្លែកជេបាទអញ្ចឹងយើងចុចមកគឺវាបានបាទអញ្ចឹងគឺវាបាន
slide ថ្មីបាទវាមាន style ថ្មីបាទអញ្ចឹងវាមានកន្លែងតិចនេះ2ខាងលើនេះ1បាទអញ្ចឹងគឺកន្លែងហ្នឹងគឺយើងអាចងាយស្រួលដែរបាទយើងចង់ជ្រើសរើសដែលយើងមិនចាំបាច់ទៅគូថ្មីអញ្ចឹងណាបាទយើងបាច់ធ្វើថ្មីអញ្ចឹងកន្លែងហ្នឹងគឺគេមានឲ្យយើងស្រេចតែម្ដងបាទហើយនៅក្នុងនេះបាទឥឡូវដូចជាកន្លែងនេះបងប្អូនចង់បានចង់ដាក់ឧទាហរណ៍ថាឥឡូវខ្ញុំចង់យកនេះចុះមកក្រោមនេះឲ្យអានេះទៅលើវិញឬមួយក៏យកព្រះរាជាណាចក្រកម្ពុជានេះទៅលើក៏បានដែរអញ្ចឹងគ្រាន់តែបងប្អូនឈរនៅលើនឹងហើយបងប្អូនចាប់ select មកខាងឆ្វេងឲ្យជាប់ឲ្យយើងចាប់ទាញអស់ទៅលើទៅបាទយើងបានលើនេះមកបាទយើងអាចដាក់នៅកន្លែងហ្នឹងទៅបាទប្លែកកន្លែងហ្នឹងមកបាទអញ្ចឹងគឺវាបានឈរនៅលើហ្នឹងហើយបាទហ្នឹងគឺងាយស្រួលមួយយ៉ាងដែរបើទោះបីជាយើងបានបង្កើតនៅកន្លែងណាឧទាហរណ៍ថាយើងបង្កើត slide យើងវានៅរាយពេញហ្នឹងអញ្ចឹងណាយើងអត់ដឹងថាធ្វើម៉េចយើងអាចធ្វើបែបហ្នឹងមកបាទយើងចង់យកចុះមកក្រោមទៅនេះវិញក៏បានបាទយើងចង់យកនេះឡើងទៅលើនេះវិញក៏បានបាទអញ្ចឹងវាងាយស្រួលដែរបាទហើយក្នុងហ្នឹងបាទដូចជាកន្លែងនេះខ្ញុំលុបវិញសិនបាទដូចជាកន្លែងនេះយើងអាច add នៅឧបករណ៍នេះបាទឧទាហរណ៍ថាឥឡូវខ្ញុំចង់បង្កើតនៅតារាងនេះបាទកន្លែងហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ចូលទៅបង្កើតនៅ table អញ្ចឹងយើង select មកបាទកន្លែងនេះគឺគេឲ្យយើងកំណត់បាទឧទាហរណ៍ថាយើងចង់បាន column ហ្នឹងចំនួន5 hero នេះចំនួនដាក់ចំនួន5ដែរទេបាទដាក់ចំនួន5បាទតបមកអូខេបាទអញ្ចឹងគឺយើងបានហើយបាទអញ្ចឹងគឺគេឲ្យតារាងមកស្រាប់ដល់យើងអាចធ្វើការវាយបញ្ចូលទិន្នន័យរបស់បងប្អូនចូលទៅក្នុងហ្នឹងទៅបាទនេះគ្រាន់តែខ្ញុំធ្វើការបង្ហាញអំពីរបៀបប្រើប្រាស់ដល់បងប្អូនអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមលុបវិញបាទហើយកន្លែងនេះក៏ដូចគ្នាបាទយើងអាចចូលទៅយើងអាចប្រើប្រាស់បាទបងប្អូនអាច select តាម style មួយណាដែលបងប្អូនចង់បានអញ្ចឹងណាបាទវាមានច្រើនបាទឧបករណ៍ច្រើនបងប្អូនអាចយកមកប្រើប្រាស់បានបាទហ្នឹងបងប្អូនមើលទៅបាទខ្ញុំឧទាហរណ៍មួយឲ្យបងប្អូនមើលទៅមកថាខ្ញុំយកឥឡូវឧទាហរណ៍ថាខ្ញុំយកតម្រងបែបនេះចាស់អញ្ចឹងយើងគ្រាន់តែចុចអូខេមកបាទរងចាំតិចបាទគឺវានឹងទាញទិន្នន័យនឹងមកចូលមកឲ្យតែម្ដងបាទហើយវាមានទិន្នន័យក្នុងនឹងស្រាប់បាទដោយបងប្អូនអាចធ្វើការកែប្រែបានបាទនៅក្នុងហ្នឹងបាទហ្នឹងគ្រាន់តែបង្ហាញបងប្អូនដើម្បីឲ្យបានចេះពីរបៀបប្រើប្រាស់ណាបាទហើយកន្លែងនេះបាទរូបភាពបាទនេះយើងយករូបភាពចេញពីកុំព្យូទ័ររបស់បងប្អូនណាបាទអញ្ចឹងបើបងប្អូនចង់ដាក់រូបភាពនៅក្នុងហ្នឹងដើម្បីធ្វើការបទបង្ហាញអីចឹងទៅបងប្អូនអាចចូលកន្លែងហ្នឹងមកបាទបងប្អូនអាចចូលទៅរករូបភាពមួយណាដែលបងប្អូនត្រូវការបង្ហាញអញ្ចឹងណាបាទឧទាហរណ៍ថារូបភាពនេះចាស់បាទហើយខ្ញុំ insert វាមកបាទវានឹងបានចូលមកដល់ហើយបាទនេះជាការប្រើប្រាស់បាទហើយកន្លែងនេះគឺយើងយករូបភាពចេញពីនៅលើwebsite បាទអញ្ចឹងបងប្អូនអាចយករូបភាពណាជ្រើសរើសរូបភាពអីចឹងទៅបាទគាត់ណាបងប្អូន select ចឹងមកយើង insert ទៅបាទបានហើយយើងវានឹងឲ្យចូលទៅដល់ហ្នឹងហើយបាទហើយមកបាទខ្ញុំសូមលុបវិញបាទហើយកន្លែងនេះគឺវីដេអូបាទវីដេអូបាទបងប្អូនចង់ដាក់វីដេអូបងប្អូនអាច select ចឹងមកបាទបងប្អូនអាចដាក់រូបភាពដាក់សំទោសដាក់វីដេអូចូលទៅបានបាទអញ្ចឹងបងប្អូនចេះណាបាទបងប្អូនសង្ឃឹមថាបងប្អូននឹងយល់ហើយបាទកន្លែងហ្នឹងគ្រាន់តែបងប្អូន select ទៅលើវីដេអូចឹងទៅបាទបន្ទាប់មកយើង insert ចឹងមកបាទយើងធ្វើការ insert មកគឺវានឹងចូលទៅដូចតែកន្លែងហើយយើងអាច play នេះបានបាទយើង play នៅលើនេះបាទសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់បាទអញ្ចឹងខ្ញុំសូមលុបវិញបាទកន្លែងនេះគឺicon បាទ save ហ្នឹងណាបាទយើងដូចតែយើងអាចទាញយកមកប្រើនៅក្នុងslide របស់យើងបានបាទមានច្រើននៅក្នុងនោះនេះបាទតម្រុំរបស់គេបាទបងប្អូនអាចចូលមើលទៅបាទមានច្រើនបាទមានវីដេអូ effect មានអីចឹងទៅបាទយើងច្រើនបងប្អូនអាចចូលស្វែងយល់បន្ថែមទៅបាទបងប្អូនចូលមើលចូលសិក្សាបន្ថែមបាទ
បាទកន្លែងនេះមានច្រើនបាទបងប្អូនមើលទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍មួយឲ្យបងប្អូនមើលបាទឧទាហរណ៍ថាបាទខ្ញុំយកនេះចាបាទខ្ញុំយករូបនេះបាទរួចហើយ insert មកបាទអញ្ចឹងវាចូលមកហើយបាទបន្តមកបាទ layout ក៏ដូចនៅក្នុងនេះដែរបាទវាមានតម្រង់បាទគំរូរបស់គេឲ្យយើងនៅក្នុងនឹងស្រាប់អញ្ចឹងណាបាទហើយបាទអញ្ចឹងសូមបញ្ចប់វីដេអូនេះត្រឹមនេះចុះដើម្បីបន្តកុំឲ្យវែងបាទវាវីដេអូវែងដែរហើយអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទ